ណាគេគឺជា favorite បងដែលនឹងអាចលើកពាន World Cup សម្រាប់បង favorite គឺបារាំងមូលហេតុអីមកពីអញ្ចឹងបងមាន plan ថាទៅមើល World Cup ផ្ទាល់ហ្នឹងអត់នៅអាមេរិកមេស៊ីកូហ្នឹងកាន់ដែរមាន yes វីដេអូនេះគឺយើងធ្វើសម្រាប់ពួកអ្នកទាំងអស់យើងតែបងគិតថាមានប្រទេសណាផ្សេងទេដែលអាចប្រជែងជាមួយនឹងបារាំងបានបង favorite បងគាត់ថា Portugal អាចលើកពានដែរមូលហេតុអីអញ្ចឹងឧបមាបើខ្ញុំទៅបារាំងតែបងមានមួយឃ្លាពីរឃ្លាណាដែលខ្ញុំអាចប្រើប្រាស់ដើម្បីស្គាល់រសជាតិ night club ឬក៏ night life នៃបារាំងអូចាគាត់ថា off camera បច្ចុប្បន្នណាបងនិយាយតាមត្រង់បាល់ទាត់អត់ដូចកាលពីមុនទេណាឥឡូវណាកាលពីមុន like របៀបដូចspectacular រំភើបមើលវារបៀបអត់មានអីតែឥឡូវវារបៀបគេឡាវាអត់សូវល្អមកដូចកាលពីមុនទេមកពីវាមានសួស្តីដល់អ្នកនរយើងខ្ញុំបាទ Offside Podcast and today is special episode with បង Alex Yu oh my god it's such an honor and brought to you by BK8 ខ្ញុំបាទពេងសៀចូលរួមទៅដោយខ្ញុំយ៉ាភូខ្ញុំបាទលីហេង and of course បង Alex Yu អ្នកតាយើង I'm so excited right now my smile ខ្ញុំ okay so first of all how are you បង I'm good thank you how about you Yeah, I'm good as well បង បងហិងស្អាតតែឃើញមុខបងហ្នឹង like យោអូចូលឥឡូវនឹងចូលដល់ World Cup ហ្នឹងទៅបង Okay let's go 2026អ្នកនរគ្នា so តើបងចាំអ្វីជាងគេនៅ World Cup what is your favorite memory of the World Cup សម្រាប់បងគឺពេលបារាំងលើកពានឆ្នាំ1998 yes ពេលហ្នឹងបងនៅក្មេងមែនតើបងប៉ុន្តែបងអតិថិភាពហ្នឹងវានៅចាំហ្មងណាបាទនៅមើលនៅផ្ទះមួយប៉ាមួយពូមួយអីចឹងណាហើយពេលឈ្នះគឺអូសប្បាយខ្លាំងហ្មងចេញក្រៅហ្មងចេញទៅរបៀបឈៀមួយទៅតាមផ្លូវអីចឹងណារបៀបមកប្រជាជននៅក្នុងតំបន់យីរុំពីបារាំងហ្មងទាំងអស់ហ្មងណានិយាយទៅដល់ពេលគេ celebrate 2021 PSG ដូចគ្នាតែយើង move forward to 2006 Zidane គាត់ make mistake ខឹងបន្តិចធ្វើឲ្យកាច់ក្រហមមិនដឹងគាត់ធ្វើបារាំងគាត់ចាញ់មែនហ្នឹងតែបងមានរំលែកដែរបងពេលហ្នឹងសោកស្ដាយមែនតើហ្មងណាពេលហ្នឹងបងនៅផ្ទះដែរបងចំណាំបងនៅមើលបាល់អញ្ចឹងណាហើយវាអត់គួរណាមកពីបងឃើញគាត់ទីមួយគាត់ដូចជាទាត់ពេលហ្នឹងទីសាហាវអានេះខាងហ្នឹងបងហើយបន្ទាប់មកបងមើលហើយគឺស្កប់ហ្មងគេដាក់ highlight មកវិញណាឃើញគាត់ដូចជាខឹងជាមួយ Materazzi ហ្នឹងអញ្ចឹងទៅវាធ្វើឲ្យពីនៃកាត់ក្រហមឲ្យប៉ះពាល់ដល់ក្រុមអញ្ចឹងមិនថាបាល់ទាត់ណាមិនអាស្រ័យតែលើ talent លើចែកទេសរបស់យើងទេស្មារតីយើងណាត្រូវកាន់នឹងមែនតើហ្មងអញ្ញាកតាពេលដែលគាត់បណៃខកអីចឹងណាបងហើយយើងតែងតែទៅគេថាតវ៉ាប៉ុន្តែបើតាមគំនិតខ្ញុំគិតថាតវ៉ាទៅអីបើដឹងកណាអញ្ញាកតាគាត់សម្ដេចចិត្តថាអាចដូរវិញបានប៉ុន្តែបើសិនជាយើងលេងមែនតើអារម្មណ៍យើងគឺវាផ្សេងមកពីពេលយើងលេងចាញ់ថាយើងអត់មានគិតអីពីជុំវិញទេហ្នឹងហើយបងតែត្រូវវាចាញ់ថាយើងនៅ focus លើអានឹងពេកណាចឹងទៅយើងអត់ដឹងអីពីយើងរបៀបចង់ឈ្នះហ្នឹងហើយចង់ឈ្នះមែនតែចឹងយើងអត់សូវយើងផ្លិចបាទយើងព្យាយាមធ្វើមិនដើម្បីឲ្យគ្នាយើងបានល្អហ្នឹងហើយអញ្ចឹង98គឺជា first World Cup គាត់រហូតដល់2018គឺគាត់បានលើក World Cup ជាលើកទី2ពេលហ្នឹងអស់ចាខ្លាំងមែនទែនហ្មងណាតែពេលហ្នឹងមានអារម្មណ៍ថាប្រាំងស៊ីដាច់គេហ្មងសាហាវ like on another level ល្អខ្លាំងហ្មងអញ្ចឹងបងចាំមានគេខ្លះពី2018 second World Cup របស់បារាំង and thank you to BK8 ដែលបានជួយ sponsor episode នេះ and BK8 គឺជាជម្រើសល្អបើអ្នកនរគ្នាចង់វិនិយោគក្នុងពេល World Cup 2026ហ្នឹងBK8 គឺជាក្រុមហ៊ុនអន្តរជាតិដែលអ្នកនរគ្នាអាចជឿជាក់បាន BA មានដូចជា John Terry Robin van Persie អ្នកនរគ្នាកុំភ្លេចចោះឈ្មោះរីយ៉ូជាមួយនឹង BK8 ផង Second World Cup របស់បារាំងណាបងចង់ចាំរបៀប team spirit របស់បារាំងហ្មងណាចេះថារបៀបដូចពួកគាត់ដូចមិត្តភក្តិហ្មងណាគាត់មានបទចម្រៀងមួយដែរគាត់ច្រៀងviral ទូទាំង viral so ពេលហ្នឹងអ្នកគេជា favorite player របស់បងនៅក្នុង World Cup 2018របស់បារាំងណាពេលហ្នឹងPogba បង my favorite till now Pogba and then ពេលហ្នឹងគាត់ល្បី Griezmann ប៉ុន្តែ break out year របស់ Kylian Mbappé ដែរអូពេលហ្នឹងគឺ Mbappé ដែលផ្ទុះពីភពលោកគេដឹងហ្មងណាតែ Pogba ហ្មង why Pogba មកពីចង់និយាយថាបងចូលចិត្ត personality គាត់របៀបដូចជាលើទីលានគាត់ខ្លាំងហើយរបៀប leadership របស់គាត់ណាហើយរបៀប team spirit របៀបគាត់នាំគេសប្បាយ relax អីចឹងណា
ចឹងពេលយើងមានកីឡាករមួយនៅក្នុងធីមយើងណា បាទ របៀបដូចយើងយើង សប្បាយ យើងទៅមកអាហ្នឹងដូចបងឃើញនៅពេលដែលវីដេអូគេ leak អាពេលដែល half time ប៉ះជាមួយនឹង final Croat ហ៎គាត់ថា2ឆ្នាំមុនគាត់យើង fail ម្ដងនៅពេលដែលប៉ះគាត់ហ្នឹងចឹងយកអត់មាននឹងការឡើងទេ តាមពិតទៅណាប្រទេសមួយឬជាក្លឹបមួយដែលចង់បានពានណាធំណាត្រូវការកីឡាករបែបហ្នឹងyes របៀបដែលមាន leadership ខ្លាំងអាហ្នឹងបងទំយល់បច្ចុប្បន្នហ្នឹងដែរមកពីកាលពីមុនពេលបងលេងនៅ Toulouse ចេះថាវាមានកីឡាករច្រើនមែនតើដែលចេះថាខាង scout គាត់រើឬជាគ្រូអញ្ចឹងណាហើយជួនកាលពួកគាត់អាចបានលេងទេ បាទ ប៉ុន្តែបច្ចុប្បន្នពួកគាត់ឥឡូវនៅតែប្រកបអាជីពយល់ទេមានន័យថាកីឡាករមួយគឺមានចំណុចពិសេសទី1ជួនកាលគាត់បកកាយខាងនឹងជួនកាល leadership គាត់ការដឹកនាំទោះបីនៅលើទីលានគាត់អញ្ចឹងណាយល់ទេដូចជាឧទាហរណ៍ពេលយើងត្រូវធ្វើម្ហូបយើងត្រូវការមានគ្រប់គ្រឿងដើម្បីចាញ់មកវាមានរសជាតិអញ្ចឹងជាក្រុមមួយគឺត្រូវការមានកីឡាករប្រភេទទាំងអស់ដូចជាប៉ុកបាអញ្ចឹងគឺជា leader កាន់ទេគាត់ជា hard worker អញ្ចឹងទៅ yes ហ្នឹងហើយ Griezmann គាត់ bring the vibe គាត់អត់សល់អីអញ្ចឹងទៅ Mbappe the youngster អញ្ចឹងទៅអញ្ចឹងពេលបងលេងតើបងជាកីឡាករប្រភេទណាដែរបង leadership មកពីបងជាចាំទីបងពេលហ្នឹងបងជាកាពីតែនក្រុមដែរនៅ Toulouse មកពីបងនៅក្រុមអញ្ចឹងបងមើលឃើញទាំងអស់អញ្ចឹងបងបជាបានអញ្ចឹងយូរទៅគ្រូគឺគាត់គិតថាយើងស័ក្តិសមនឹងមានសលេងក្នុងក្រុមយើងគាត់ឲ្យទូនីតិយើង leader តើបងជាអ្នកប្រភេទចាំទីស្រេកឲ្យខ្សែកាពីឬក៏ជាថាលេងជាអ្នកឈៀលអត់ទេបងថាលេង100ហ្មងណាឲ្យវាមានកម្រិតចាញ់ថាវៃឆ្លាតដែរប៉ុន្តែរបៀបអត់ស្ងាត់ទេតែបងហ្នឹងគឺគ្រូគាត់មានបានប្រាប់បងថាឲ្យត្រូវតែសែកត្រូវតែបជាអី yes អូខេ គ្រូចាំទីចែកទេ so យើងមក2022 បារាំង so close very close ពី World Cup ជាប់គ្នាអំបាប់គេពេលហ្នឹងគឺគាត់អ្វីចូលខ្លួនគាត់ពីគ្រាប់ភ្លាមចង់មក3ស្មើពេលទី nearly there តែបងមានអារម្មណ៍ដែរនៅពេលដែលបារាំងគាត់ beat ឈ្នះអសងទីការ World Cup 2022សោកស្ដាយមែនតើមកពីបងចំណាំអីគេ action មួយ Colomani ទូលមកជាមួយ Emiliano ហ្នឹងស្ដាយមែនតើអញ្ចឹងអាហ្នឹងយើងសរុបមកវិញចាំទីឃើញអត់បាទមក save មួយណាធ្វើឲ្យផ្លាស់ប្ដូរប្រវត្តិសាស្ត្របាទមែនតើឈ្នះឬជាចាញ់អញ្ចឹងពេលហ្នឹង Emiliano គឺជា hero របស់ប្រទេសមួយយល់ទេអូមែនណាចាំបានទូនីតិចាំទីមិនធម្មតាទេគេត្រូវគេមើលរំលងហ្នឹងហើយពេលហ្នឹងបើមកទីនេះគាត់ mistake មើលនេះគាត់តចូលទៅហើយបារាំងលើពីណា it's over ហើយណាមួយពេលហ្នឹងទីគឺគាត់ save ទៀតដល់ពេលទី Tuchemani ទាត់ខុសបារាំងតែបងដើម្បីនិយាយអញ្ចឹងបងគិតមិនដែរចំពោះការsell បាល់ពេលទីរបស់ Martinez និយាយថាគាត់លេង mind game សាហាវខ្លាំងហ្មងណាវាគាត់ខ្លាំងហ្មងណាខ្ញុំគាត់មើលទៅដូចអត់មានភ័យសោះហ្មងនៅពេលដែលចាំភ័យទេអាហ្នឹងមកពីគាត់ប្រហែលគាត់លេងជាមួយអារ៉ាំកីឡាករទល់ទាត់ណាដូច David Raya ពេល Arsenal ហ្នឹងបងមើលកាយវិការគាត់មកពីបងចាំទីចឹងបងមើលកាយវិការទាំងអស់សម័យតការកដោសាច់ដុំណា David Raya ពេលណាំងទីហ្នឹងគាត់ព្យាយាមចំណេញពេលនិយាយកីឡាករអីចឹងណាតែកីឡាករគាត់ស្មារតីហ្នឹងហ្មងតែពេលយូរទៅយើងដឹងតិចតាក់តិចដឹងហើយអញ្ចឹងបងថារាយ៉ាល្អថាម៉ាទីណេសល្អអញ្ចឹងបងគិតមិនដែរចំពោះអូណាណាបើសិនជាអ៊ីបសាចាញ់ថាគាត់ល្អប៉ុន្តែគាត់អត់សូវ consistent យល់ទេមួយថ្ងៃពាក្យខ្មែរគេមួយថ្ងៃកាត់មួយថ្ងៃកោងមួយថ្ងៃហ្នឹងហើយបើយើងជាចាំទីឬជាយើងជាកីឡាករអាជីពយើងមិនអាចធ្វើចឹងទេយើងត្រូវការរបៀប consistent ដូច Ronaldo អាហ្នឹងអាចថាមកពីការវឹកហាត់របស់គាត់ឬក៏ការដាក់សម្ពាធពី fan ជាទូទៅបងអាហ្នឹងមកពីខ្លួនឯងអូខេចាញ់ថាអីក៏ដោយវាកើតឡើងមកពីខ្លួនឯងទាំងអស់ហ្មងមិនថាកំហុសមិនថាអីល្អយើងមិនអាចបន្ទោសណាគេទេខ្លួនឯងtrue បងជា consistent inconsistency ហ្នឹងគឺត្រូវថាតែគាត់ជួនកាលគាត់ល្អមែនខ្ញុំមើលគាត់លេងក្នុង fan man យូរល្អការពារ sell ល្អមែនតើប៉ុន្តែដល់ពេលតែគ្រាប់បាល់តែគាត់ត្រូវតែ sell បានក៏ឲ្យចូលហ្នឹងហើយប៉ុន្តែអាបាគាត់ sell បានហ្មងយកខ្ញុំអត់យល់ការគាត់បងអូនណាគេខ្ញុំទូ2026 World Cup អូខេ4ឆ្នាំហើយណាបងណាគេគឺជា favorite បងដែលនឹងអាចលើកពាន World Cup សម្រាប់បង favorite គឺបារាំងមូលហេតុអីមកពីចង់និយាយថាអញ្ចឹងខ្សែប្រយុទ្ធណាបារាំងណាមុតខ្លាំងមែនតើហ្មងបង
ខ្លាំងមែន Dembele Barcola Doué Olise បាទក៏ចែកថាវាមានច្រើនហ្មងណាហើយសំខាន់បារាំងណាបើសិនជាយើងគិតថាកីឡាករដែលនិយាយដេសាំគ្រូធំគាត់អត់ select ណាអាចធ្វើពីក្រុមបានដែលលេងវ៉ាល់កប់ហើយល្អបងអត់ច្បាស់ណាប៉ុន្តែបើមិន78 98កីឡាករដែលបារាំងប៉ុន្តែសញ្ជាតិប្រទេសផ្សេងដែលលេងវ៉ាល់កប់ទៀតអញ្ចឹងគិតមើលអាធនធានកីឡាករបារាំងវាខ្លាំងប៉ុណ្ណាចឹងអាចថាបារាំង have the best attacker the best ហ្មងណា the best of the best ហ្មងចាំបងចាប់អារម្មណ៍ណាគេជាងគេនៅក្នុងបារាំងឥឡូវហ្នឹងបងឥឡូវបងគាត់ថាអូខេបើយើងកុំនិយាយពី Barcola Dembele អញ្ចឹងណាប៉ុន្តែកីឡាករដែលគាត់ត្រូវការ confirm ណាគឺ Olise ហ្មងណា yes គាត់ឥឡូវ break out សាមិញ out trick ទៀតសាមិញហើយ hat trick សាមិញ hat trick friendly ខ្ញុំគាត់ថាគាត់ second best to Yamal right now like ខាងស្ដាំត្រូវខាងស្ដាំតាមទៅអាចប្រជែងមួយយ៉ាម៉ាល់បានរបៀបគាត់លេងហ្នឹងហើយបងគិតថាអម្បាប៉េនៅតែល្អគ្រប់ World Cup ឬក៏2026នេះគាត់រៀងធ្លាក់បងគិតថា2026ហ្នឹងគឺគាត់ល្អធ្វើឲ្យយើងភ្ញាក់ផ្អើល Golden Boots ចាំមើលណា Golden Boots សូបងណា Golden Boots អូខេអញ្ចឹងបន្ទាប់ពីបន្ទាប់ពីបារាំងលេខ1តើបងគិតថាមានប្រទេសណាផ្សេងទេដែលអាចប្រជែងជាមួយនឹងបារាំងបានបើ favorite បងគិតថា Portugal អាចលើកពានដែរមូលហេតុអីមកពី demi Portugal ណា the top of the top ហ្មងណាខ្ញុំ João Neves Vitinha ធ្វើឲ្យប៉ារីសលើកពានបាទហើយ consistent ហ្មងខ្លាំងបងឃើញផ្ទាល់ណាលេងល្អមែនតើហ្មងណាអត់មានពាក្យយាយហ្មងណាហើយមាន Bruno ទៀតបាទអញ្ចឹងវា the best អាចថា the best midfielder attacking បារាំង midfield Portugal yes how about Capia បងអត់សូវបដោតមើលកាពីទេប៉ុន្តែបើតាមបងគិតបារាំងអត់ទេបារាំងវាអូខេប៉ុន្តែបងគិតថាបែកអាមេរិកឡាទីនបើពួកគាត់លេងរបៀប very challenging ហ្មងដូច Argentina ដូចអីចឹង Cristiano Romero របៀបឆន្ទៈខ្លាំងហ្មងណាកាច់អញ្ចឹង Portugal បងនិយាយមិញហ្នឹងគឺ second favorite ទៅនៅ second favorite ប៉ុន្តែគាត់ដឹកនាំទៅដោយកីឡាករ41ឆ្នាំគាត់ធ្វើណាគេតាក់លេង7នៅ Portugal មួយ Ronaldo ហ្នឹងហើយបង Ronaldo តែបងគិតបែបដែរ Portugal នៅយកអាយុ41ឆ្នាំពូដូមកដឹកនាំវាគិតថា Ronaldo អាចជួយ Portugal លើក World Cup បានអត់បងគាត់ថាអាចជួយបាទដូច Euro គាត់មិនរបួសឬជាអីបើគាត់ចាញ់ហើយគាត់នៅតែបជាអីចឹងណាអាហ្នឹងគេហៅថារបៀបកីឡាករដែលមានឆន្ទៈជួនកាលយើងអត់ត្រូវការនិយាយអីទេតែយើងមានកីឡាករដូចថា Ronaldo ក្នុងក្រុមគឺយើងត្រូវការប្រឹងប្រែងអស់ពីសមត្ថភាពវារបៀប aura របស់គាត់ណាហ្នឹងហើយធម្មពលណាបងគាត់ថាទៅបីគាត់មិនមែនរហ័សឬក៏ល្អដូចមុនប៉ុន្តែ aura របស់គាត់ការដឹកនាំរបស់គាត់នឹងអាចជួយ Portugal ឲ្យបានហ្នឹងហើយ So how about third favorite បងខលពីបារាំង Portugal ហើយណាគេទី3បងសម្រាប់បងចូលចិត្ត Mannschaft Germany អានេះខ្ញុំផ្លែទៅសារឥឡូវគេមើលម្លង Germany ឥឡូវមើលម្លងច្រើនព្រោះណាមួយគាត់ទៅតែបញ្ចេញធ្វើជើងល្អដែរដល់ពេល Euro តែគាត់ប៉ះខ្លាំងគាត់ប៉ះ Spain Prime មិនថាគាត់ Spain គាត់ខ្លាំងទៅ Euro ហ្នឹងហើយហើយតែបងគាត់ថាអាល្លឺម៉ង់អាចនឹង surprise everyone មកពីអាល្លឺម៉ង់ចេះថាគ្រប់ចេះថា tournament គាត់ល្អអញ្ចឹងវាកងតាមានបងដល់ពេលពួកគាត់បាទជាមួយនឹងកីឡាករគាត់ថ្មីដូចជា Kimmich ដូចជា Musiala តែគាត់ថាកីឡូគាត់មកពីរបួសបាក់ជើងទៅអញ្ចឹងណាបងមាន Florian Wirtz ដែលគាត់លេងមួយ Germany ល្អតែ Liverpool អត់ទាន់ adapt ណែអត់ទាន់ adapt How about Spain and Lamine Yamal តើគាត់មានឱកាសច្រើននឹងអាចចូលវគ្គជ្រៅ World Cup អត់គាត់អាចប៉ុន្តែបើសិនជាយើងគិតថា Lamine Yamal ម្នាក់ឯងអត់រួចទេមកពីបាល់ទាត់វាជា team ជួនកាលឧទាហរណ៍អូខេបើ Yamal គាត់លេងល្អអញ្ចឹងតែបើគាត់របួសរួចហើយធ្វើមិនទៅក្រុម Spain អត់សូវមានកីឡាករល្បីដូចជំនាន់មុន Xavi Iniesta Prime Spain ហ្នឹងណាតែចក្រទេសពួកគាត់គាត់ថាល្អវាអាចជាក្រុមល្អអ្វីដែលសំខាន់យ៉ាងម៉េចគាត់របួសទៀតគាត់បានលេងពីការប្រកួតដំបូងនៅ World Cup ហ្នឹងទេអញ្ចឹងគាត់មកវិញតើកីឡាករមួយណានឹងឈ្នះ Golden Boot សម្រាប់ Mbappe មកពីគាត់ត្រូវការធ្វើឲ្យរបៀបអ្នកដែលរិះគន់គាត់បើ Mbappe គាត់ចូលចិត្ត respond នៅលើទីលានអញ្ចឹងបងចាំមើលមកហើយគឺបងគឺទុកចិត្តមក Mbappe ហើយឆ្នាំនេះឧបមាបើ Mbappe Golden Boot ហើយបារាំងឈ្នះ World Cup អាហ្នឹងគឺគាត់ហុចបាល់លឿនទៅឲ្យ Dembele វិញហ៎Yes តាមមើលតាមមកគិតណាបើសិនជាបារាំងលើកពានវាអាចនឹង Dembele បាទម្ដងទៀត Dembele ចុះបើ Portugal លើកពាន Portugal លើកពាន
Ronaldo មកពីគាត់អត់ប្រកួតប្រជែងនៅអឺរ៉ុបចឹងវាពិបាកវិញប៉ុន្តែបច្ចុប្បន្នណាបងនិយាយតាមត្រង់បាល់ទាត់អត់ដូចកាលពីមុនទេណាឥឡូវណាកាលពីមុន like របៀបដូច spectacular រំភើបមើលវារបៀបអត់មានអីតែឥឡូវវារបៀបគេឡាវាអត់សូវល្អមកដូចកាលពីមុនទេមកពីវាមានអាវ៉ាជួនកាលយើងវាបាត់អាការរំភើបអាពេលគេទាត់ចូលរួចជាអីយល់ទេអា emotion យើងជាស្នេហាវិស័យកីឡាណាយេហើយដូចជាឆ្នាំម៉ានណារ៉ូឌ្រីមិនបានអីគេបាល់មាសអត់ដឹងមកពីគាត់ធ្វើអីគេយល់ទេ Thank you បង Thank you បងគិតចឹងដែរបងព្រោះនៅពេលដែលយើងគិតមើលទៅមានតែ Vinicius Junior ពេលហ្នឹងឆ្នាំមុនទៅ Yes ហ្នឹងហើយអញ្ចឹងបានថាបើសិនជាបារាំងអត់លើកពាន World Cup ហ្នឹងបើអត់ Dembele បងអត់ដឹងថាណាគេគាត់ទៅឲ្យណាគេទេ Yes maybe Vitinha បើគាត់ឈ្នះបើប៉ូទុយហ្គាល់ឈ្នះ World Cup អាចថា Vitinha ព្រោះ Vitinha គាត់ show consistency ខ្លាំងមែនឆ្នាំហ្នឹងក្រុមប្រកួតណាគឺគាត់អត់មានបាត់ឈ្មោះទេណាគ្រប់ប្រកួតហ្មងអត់មានបាត់មួយសោះគាត់លេងបានពេញម៉ោងសម្រាប់ចុងរបស់ Luis Enrique ហ្នឹងVitinha គាត់លេង flop មើល Wolf នៅ Wolf ហ្នឹងហើយគេដល់គាត់លេងទេប៉ុន្តែអត់ដែរសោះ Paris ទិញពី Porto មកតែនៅបងទិញពី Porto មក and then ឥឡូវ best midfielder ហ្នឹងហើយ Vitinha ហើយ João Neves ពីរនាក់ហ្នឹងអូល្អណាស់ខ្ញុំដល់ថាណាគេអាចយកបាល់ពីគាត់បានទេអត់មានទេមួយគឺយំដើរញីឈ្មោះហ្មងចោល Neves មួយហ្នឹងអត់ទេឲ្យលេងលះហ្មងស្ដាយពីដូរដែរអាយុ41ឆ្នាំហ្នឹងទៅបានកីឡាករល្អៗអញ្ចឹងមែនដែរស្ដាយណាស់ទៅនេះគឺជា World Cup ចុងក្រោយរបស់ Neymar Messi ហើយ Ronaldo ចាំ Messi បងតាម Messi មានសម្ពាធឈ្នះ World Cup ទេអត់បើគាត់ទៅតែលើកអត់ទេគាត់ឈ្នះទាំងអស់ហើយមានអីទៀតអត់មានអីអញ្ចឹងទៅបីគាត់លេងរបៀបដូច farewell បាយបាយគាត់ណាបាទបើសម្ពាធទៅពូដូវិញទៅបងពូដូហើយ Neymar ពីហ្នឹងបងពូដូ41ឆ្នាំអត់ដែលបានលើកពេញ World Cup អត់ដែលទាត់ចូលវគ្គជម្រុះ World Cup គាត់ខ្វះតែមួយនឹងបាទអញ្ចឹងដូចបងនិយាយមែនអញ្ចឹងប៉ូទុយហ្គាល់ភាគរយច្រើនណាស់បង so Neymar បងយើងនិយាយពី Neymar តិចសោកស្ដាយគាត់មែនតើដែរសោកស្ដាយបងនិយាយមែនហ្មងណាបងអត់ដែលឃើញកីឡាករសាហាវដូច Neymar ណាបងមិនថាយាយមើលក្នុងទូរស័ព្ទ highlight ណាឃើញផ្ទាល់ណាសាហាវហ្មងដូចមនុស្សរំសាហាវហ្មងណាតែគាត់បងដឹងថានៅក្នុងការប្រកួតជីរបស់គាត់គឺគាត់របួសច្រើនតែបើគាត់ថាមូលហេតុអីទៅគាត់មកពីដូចយ៉ាំមកឥឡូវនេះយល់សบายពេកអញ្ចឹងយើងឃើញយើងផ្លូវហ្នឹងយើងឃើញផ្លូវហ្នឹងហ្នឹងហើយកុំយកគំរូមានតែគេមិននិយាយដូច Messi Ronaldo មិននិយាយទេ20ឆ្នាំ25ឆ្នាំ consistently ដែលគាត់ប្រជែងជាមួយគ្នារហូតលេខ1លេខ2លេខ1លេខ2តែបងគិតថាមូលហេតុអីដែលពីរអ្នកគាត់អាចប្រជែងជាមួយគ្នាបានយូរដល់ថ្នាក់ហ្នឹង Ronaldo ហើយ Messi មែនមកពីទី1ឆន្ទៈរបស់ពួកគាត់ហើយដូចបងប្រាប់ចង់និយាយថាទី1ប៉វេនមនុស្សជុំវិញពួកគាត់ដែរអាហ្នឹងគឺជួយច្រើនមែនតើអាហ្នឹងយើងមើលអត់ឃើញណាតែអាហ្នឹងជួយដែរអាហ្នឹងជាអីដែល Ronaldo ធ្លាប់និយាយគឺគាត់ថាអ្នកដែលបាល់ទាត់សម័យឥឡូវគឺគាត់អត់សូវស្ដាប់រៀមច្បងបើសិនជា Ronaldo គឺគាត់ស្ដាប់តាមលោកគ្រូតា Sir Alex Ferguson គាត់ស្ដាប់តាមមែនទេ Yes យើងបើកចំហទទួលចាញ់ថាបាត់ពិសោធន៍ពីសិស្សបងគ្រូអញ្ចឹងណាកុំយើងគិតថាសម័យឥឡូវណាខុសពីសម័យមុនអីយើងមិនគាត់ថាអូខ្ញុំខ្លាំងខ្ញុំដឹងបាច់យាយទេរបៀបអញ្ចឹងណាពួកគាត់យកជាកីឡាករដែលថាល្បីជាគំរូយកចំណុចល្អដើម្បីយកមកកែច្នៃជាធ្វើម៉េចបើគាត់ជា unique ណាបាទអញ្ចឹងបានពួកគាត់បានយូរបំពេញពួកគាត់ធានានឹងទទួល feedback អីចឹងណាបាទ so to wrap it up បារាំង 100% តែឆា World Cup ឯទៅនៅបងបង support 100% បារាំងខ្ញុំប៉ូទុយហ្គាល់ប៉ូទុយហ្គាល់អូខេប៉ូទុយហ្គាល់តាមមើលនេះបងចឹងបងមាន plan ថាទៅមើល World Cup ផ្ទាល់ហ្នឹងអត់នៅដូចជាអាមេរិកបារាំងអាមេរិក Mexico ហ្នឹងកាន់ដែរមាន yes មានខ្ញុំទៅដែរបងយើងជាស្នេហាវិស័យកីឡាបាល់ទាត់ណាបាទចឹងត្រូវតែទៅហ្មងនេះបងជាលើកទី1ដែលទៅមើល World Cup ទៅនៅ Yes លើកទី1បង exciting អត់ very exciting និយាយរំទៅចាំថាវាលឿនហ្មងណាបងទៅមកពីអីគេ Budapest ហ្នឹងបានមកទឹកហ្នឹងបាទតាមកដៅគូថតតែខ្ញុំសុខចិត្តហត់បងខ្ញុំសុខចិត្តហត់ដើម្បីមើលចឹងតែពេលខ្លះជីវិតគឺ
អោយរង្វាន់យើងផ្ទួនអញ្ចឹងហ្មង UCL final ហើយបាន flat មកដឹងអីហ្នឹងទៅមើល World Cup ចាហ្នឹងមកពីយើងស្រឡាញ់ណាក្តីស្រឡាញ់ ហ្នឹងហើយបង មកពីបាល់ទាត់ចាហ្នឹងគឺចំណុចខ្សោយរបស់បងបាល់ទាត់ អញ្ចឹងបងទៅមើលការប្រកួតគេខ្លះនៅ World Cup ឆ្នាំនេះ បង focus នៅលើបារាំង អូខេ yes focus លើបារាំង so បងទៅមើលគ្រប់ការប្រកួតគ្រប់ stage របស់បារាំង ក្នុង group ប៉ាសេនេហ្គាល់អ៊ីរ៉ាក់ អ៊ីរ៉ាក់ហើយណូវេហើយបន្ទាប់មកយើងអត់ទាន់ដឹងពួកគាត់ចេញប៉ះណាគេអញ្ចឹងណា អញ្ចឹងបងគាត់តែ stay រហូតដល់វគ្គ final របស់បារាំងឡើងវគ្គ final ទីមិនចាប់ហ្មង តែឥឡូវហ្នឹងគឺគេបូកមកវគ្គទៀតគឺវគ្គ32អញ្ចឹងបងឯងវា bonus គេបាន ហ្នឹងហើយ ប៉ុន្តែទៅពេលដែលបារាំងប៉ះប៉ូទុយហ្គាល់ឧបមាបើប៉ូទុយហ្គាល់យកឈ្នះបារាំងអាហ្នឹងគឺបងមានអារម្មណ៍មិនដែរបង ហ្នឹងអត់ទាន់ដឹងអីចាំមើលទៅ បើសិនជាបារាំងប៉ះប៉ូទុយហ្គាល់នឹងឃើញមុខពួកខ្ញុំទៅដែរ ចាំមកទេទៅ ចង់ដឹងពីបងទីការបងទៅមើលអត់អីចឹងណាហើយគាត់ថាបងគួរទៅណាមួយគឺយើងអាចនិយាយថាមិនត្រឹមតែទៅមើលឯងយើង បានបបសតជីវិតទៅនិយាយមានទេ ហើយណាមួយចិត្តបងចង់បង្ហាញអ្នកដែលពួកគាត់តាមដានបង ពុកម៉ែបងប្អូនខ្មែរយើងណាដែលថាព្រឹត្តិការណ៍ World Cup ល្បីពិភពហ្នឹងវាមិនទៅរបៀបមិនត្រឹមតែកញ្ចក់ទូរស័ព្ទណាបាទ អីចឹងណា ខ្ញុំគាត់ថាដូចជាធ្លាប់មានដែរអ្នកដែលគាត់ទៅមើលតែគាត់ទៅលាក់ private ផុសតិចតួចអីចឹងហ្នឹងហើយនេះយើងទៅជាលាក់ tour ផុសយើងទៅជារបៀបcontent creator បាទ បងត្រូវធ្វើជាវីដេអូឯកសារមកណាព្រោះខ្ញុំចាំតាមដាន អូខេដាក់ notification ណាដាក់ favorite មួយ អញ្ចឹងWorld Cup 2026ដូចយើងនិយាយមិញអញ្ចឹងបង of course បារាំងប៉ូទុយហ្គាល់ហើយ the first thing ដែលបងទៅដល់ stadium មើល World Cup តើបងនឹងធ្វើអីគេមុនគេបងចូលក្រាតាមខ្ញុំតើបងនឹងធ្វើអីគេមុនគេយកទឹកចិត្តខ្មែរកវី គាត់បានកវីដែរបងខាទៅអង់គ្លេសគាត់ទៅមែនយូលេងហើយចាញ់ទៅចាញ់ បងទៅមើល Champions League Final បាទនេះបងឈ្នះខ្ញុំទៅមើល Man U ប៉ះ Bournemouth Man U ចាញ់ 3-0 គឺដំណើរ20ម៉ោងគួយកណ្ដាលភ្លៀងនេះ Thank you so much បង Alex ដើម្បីចូលរួម អរគុណដូចគ្នា podcast បង and hope to collab again soon បាទ thank you ហើយវីដេអូនេះគឺយើងធ្វើសម្រាប់ពួកអ្នកទាំងអស់យើង នេះអីទៅបងនិយាយអ្នកទាំងអស់យើងបងខ្ញុំ មកពីបងច្រឡំបងទៅមកដល់ស្រុកខ្មែរហើយនិយាយតាមត្រង់ពេលបងមកដល់ហ្នឹងគឺបងអត់សូវចេះនិយាយភាសាខ្មែរទេ បាទ អញ្ចឹងបងមុននឹងនិយាយអីបងគិតពីបារាំងហើយយើងបកប្រែហើយណាមួយបងអត់ចង់សម្ភាសឲ្យ interview គឺបងសុំហ្មងផ្នែកគេចៃដន្យចាប់ហ្មង stay here ដល់ពេលនិយាយបារាំងទៅវាកន្លោះពីខ្មែរ ហ្នឹងហើយតែបើសិនជាយើងនិយាយពីបារាំងណាវា like hello everyone ធម្មតាតែ hello យើងនេះយើងអញ្ចឹងឧបមាបើខ្ញុំទៅបារាំងតើបងមានមួយ clear ពី clear ណាដែលខ្ញុំអាចប្រើប្រាស់ដើម្បីស្គាល់រសជាតិ night club ឬ night life នៃបារាំង ចាយគាត់ថា off camera គាត់ចាំគាត់នាំទៅ Okay, well, thank you so much បង thank you បង